អ្នកវិទ្យាសាស្ត្របានយកសារធាតុខ្មៅស្អិតអាតកំបាំងមួយដែលនាំមកពីឱកាសមកធ្វើការពិសោធន៍លើបុរសអនាថាម្នាក់បុរសនោះភ័យខ្លាចរហូតមិនហ៊ានរើខ្លួនខណៈដែលសារពាងកាយស៊ីមប៊ីយ៉ូតបានជ្រៀតចូលទៅក្នុងរាងកាយរបស់គាត់ដំបូងឧបករណ៍វាស់សញ្ញាជីវិតបង្ហាញថាគាត់នៅមានស្ថានភាពធម្មតាប៉ុន្តែពេលអ្នកស្រាវជ្រាវគិតថាការពិសោធន៍បានជោគជ័យស្រាប់តែបុរសនោះចាប់ផ្ដើមប្រកាច់យ៉ាងខ្លាំងនេះបង្ហាញថាស៊ីមប៊ីយ៉ូតនិងរាងកាយមនុស្សបានបដិសេធគ្នាយ៉ាងធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យស្លាប់អ្វីដែលពួកគេមិនដឹងនោះគឺស៊ីមប៊ីយ៉ូតជ្រើសរើសម្ចាស់រាងកាយយ៉ាងតឹងរ៉ឹងប្រសិនបើវារកឃើញម្ចាស់ដែលស័ក្តិសមនោះម្ចាស់នឹងទទួលបានអំណាចលើសពីការស្មានបើធ្លាក់ទៅលើមនុស្សល្អវាអាចធ្វើឲ្យគេក្លាយជាវីរបុរសតែបើធ្លាក់ទៅលើមនុស្សអាក្រក់វានឹងក្លាយជាអំណាចដ៏សាហាវបំផុតលើកនេះស៊ីមប៊ីយ៉ូតបានជ្រើសរើសបុរសម្នាក់ឈ្មោះ Eddie Brock ហើយសម្លេងនៅក្នុងខ្លួនគាត់មានឈ្មោះថា Venom ដែលជាវីរបុរសប្រឆាំង Anti-hero ដ៏ល្បីម្នាក់របស់ Marvel រឿងនេះចាប់ផ្ដើមពីប៉ុន្មានថ្ងៃមុនពេលយានអវកាសមួយដែលផ្ទុកសំណាកជីវិតក្រៅភពកំពុងធ្វើដំណើរមកកាន់ផែនដីស្រាប់តែយាននោះខូចហើយធ្លាក់មកលើផែនដីក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុហើយរកឃើញសំណាកសារធាតុខ្មៅស្អិតជាច្រើនប៉ុន្តែមានសំណាកមួយបានបាត់ខ្លួននៅកន្លែងកើតហេតុនៅមានឱកាសយានិកម្នាក់នៅរស់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែក្នុងរថយន្តសង្គ្រោះបន្ទាន់គាត់ស្រាប់តែញើបឡើងវិញរាងកាយប្រែទៅជាពណ៌ខ្មៅហើយសម្លាប់បុគ្គលិកពេទ្យទាំងអស់រថយន្តបាត់បង់ការគ្រប់គ្រងក្រឡាប់ទៅលើផ្លូវគីលានុបដ្ឋាយិកាម្នាក់ដើរចេញពីយន្តដូចជាគ្មានរឿងអ្វីកើតឡើងរបួសនៅជើងរបស់នាងជាសះស្បើយយ៉ាងលឿននាងដើរទៅផ្សាររាត្រីក្បែរនោះចាប់យកសាច់ឆៅមួយដុំហើយលេបវាចូលមាត់ភ្លាមមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះដៃឆ្វេងរបស់នាងប្រែទៅជាពណ៌ខ្មៅហើយសម្លាប់អ្នកលក់ម្នាក់មនុស្សនៅជុំវិញមិនទាន់បានប្រតិកម្មផងស្រាប់តែសរសៃខ្មៅរាប់មិនអស់បានផ្ទុះចេញពីរាងកាយនាងនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅពេលនោះ Eddie Brock គឺជាពិធីករកម្មវិធីព័ត៌មានដ៏ល្បីម្នាក់គាត់មានអាជីពជោគជ័យនិងមានមិត្តស្រីស្រស់ស្អាតម្នាក់ឈ្មោះ Ang ដែលជាមេធាវីអ្នកទាំងពីរស្រឡាញ់គ្នាយ៉ាងខ្លាំងថ្ងៃមួយខណៈ Eddie កំពុងមើលរូបថតជាមួយ Ang គាត់បានទទួលអ៊ីមែលមួយពី Life Foundation ដោយចង់ដឹងការពិតគាត់បានបើកមើលហើយរកឃើញឯកសារសម្ងាត់ដែលបង្ហាញថាក្រុមហ៊ុននេះកំពុងយកមនុស្សអនាថាមកធ្វើពិសោធន៍ខុសច្បាប់ហើយមានមនុស្សជាច្រើនបានស្លាប់ថ្ងៃបន្ទាប់ Eddie ត្រូវបានចាត់ឲ្យទៅសម្ភាសន៍នាយកក្រុមហ៊ុន Carlton Drake ថៅកែរបស់ Eddie ចង់ឲ្យគាត់ធ្វើបទសម្ភាសន៍ល្អដើម្បីរក្សាអ្នកឧបត្ថម្ភប៉ុន្តែ Eddie បានយកឯកសារសម្ងាត់មកសួរ Drake ដោយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អំពីការធ្វើពិសោធន៍លើមនុស្សអនាថាការសម្ភាសន៍ត្រូវបញ្ចប់ភ្លាម Eddie ត្រូវបានបណ្តេញចេញពីការងារហើយ Ang ក៏បាត់បង់ការងាររបស់នាងដែរដោយសារមិនអាចទទួលយកលទ្ធផលនេះ Ang ក៏សម្រេចចិត្តបែកពី Eddie ក្នុងរយៈពេលកន្លះឆ្នាំបន្ទាប់ Eddie ធ្លាក់ដល់ចំណុចទាបបំផុតក្នុងជីវិតគាត់គ្មានការងារគ្មានអ្នកណាហ៊ានជួលហើយត្រូវរស់នៅយ៉ាងលំបាកទោះជាយ៉ាងណាគាត់នៅតែមានចិត្តល្អហើយតែងជួយយកចិត្តទុកដាក់មនុស្សអនាថានៅតាមផ្លូវថ្ងៃមួយអ្នកគ្រប់គ្រងគម្រោងសម្ងាត់របស់ Life Foundation បានមកជួប Eddie នាងបានប្រាប់ថាក្រុមហ៊ុនកំពុងធ្វើការពិសោធន៍ដ៏សាហាវលើមនុស្សហើយមនុស្សជាច្រើនបានស្លាប់នាងសុំឲ្យ Eddie ជួយបង្ហាញការពិតនេះទៅសាធារណៈដំបូង Eddie បានបដិសេធប៉ុន្តែបន្ទាប់ពីឃើញ Ang មានសង្សារថ្មីគាត់បានសម្រេចចិត្តបង្ហាញអំពើអាក្រក់របស់ក្រុមហ៊ុននេះនៅពេលយប់ដោយមានជំនួយពីអ្នកគ្រប់គ្រងស្រី Eddie បានលួចចូលមន្ទីរពិសោធន៍ទិដ្ឋភាពនៅខាងក្នុងធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានថតរូបទុកជាភស្តុតាងហើយត្រៀមចាក់ចេញស្រាប់តែគាត់បានឮសំឡេងមនុស្សអនាថាម្នាក់ដែលគាត់ធ្លាប់ស្គាល់សុំឲ្យជួយ Eddie បានបំបែកកញ្ចក់បន្ទប់ឃុំដើម្បីសង្គ្រោះនាងប៉ុន្តែភ្លាមនោះស៊ីមប៊ីយ៉ូតដែលនៅក្នុងខ្លួននាងបានលោតចូលក្នុងរាងកាយរបស់ Eddie តាមរយៈដៃរបស់គាត់ចាប់ពីពេលនោះមកជីវិតរបស់ Eddie Brock បានផ្លាស់ប្ដូរជារៀងរហូត